គ្រប់ជ្រាបសួរបងប្អូននៅវីដេអូមួយនេះចង់បង្ហាញជូនបងប្អូនតទៅមួយទិដ្ឋភាពប្រាសាទបាយ័នដូចជាបងប្អូនបានកំពុងធ្វើឃើញស្រាប់គឺប្រាសាទបាយ័នគឺមានទីតាំងដ៏ល្អប្រណិតគឺស្ថិតនៅក្នុងចំកណ្ដាលក្រុងនៃអតីតរាជធានីក្រុងអង្គរហើយទិដ្ឋភាពដែលបងប្អូននឹងបានទស្សនានៅថ្ងៃនេះគឺចង់បង្ហាញអំពីទិដ្ឋភាពពេលយប់ដែលបន្លិចទៅដោយភ្លើងពណ៌អញ្ចឹងប្រាសាទបាយ័នមានភាពស្រស់ស្អាតខ្លាំងនៅពេលដែលបន្លិចទៅដោយពន្លឺភ្លើងពណ៌នៅក្នុងការលើកកម្ពស់នៃប្រាសាទបាយ័នដែលធ្វើឲ្យផ្ទាំងទស្សនីយភាពនៃប្រាសាទមួយនេះពោរពេញទៅដោយភាពស្រស់ស្អាតបំផុតដែលនៅក្នុងនោះផងដែរក៏វាបានផលិតនៅរុក្ខជាតិនិងដើមឈើខ្លះៗដែលអមទៅដោយប្រាសាទនេះចឹងធ្វើឲ្យប្រាសាទនេះពោរពេញទៅដោយភាពពេញនិយមជាមួយនឹងផ្ទាំងទស្សនីយភាពដែលផលិតទៅដោយភ្លើងពណ៌បូករួមជាមួយនឹងអាកាសធាតុដែលបានបង្កើតបាននៅផ្ទាំងទស្សនីយភាពពីក្រោយដែលយើងមើលទៅហាក់បីដូចជាថាប្រាសាទនេះកំពុងតែផុសនៅលើផ្ទៃទឹកឬក៏ផ្ទៃមហាសាគរបែបនោះឯងប៉ុន្តែបើសិនជាយើងសិក្សាពីប្រវត្តិនៃការសាងសង់ប្រាសាទបាយ័ននេះគឺប្រាសាទបាយ័នប្រៀបបីដូចជាប្រាសាទមួយដែលបានសាងសង់ឡើងនៅចំកណ្ដាលនៃមហាសមុទ្រគឺតំណាងឲ្យភ្នំព្រះសុមេរុដែលនៅក្នុងសម័យនៃការសាងសង់ប្រាសាទនេះព្រះមហាក្សត្ររបស់យើងទ្រង់មានជំនឿជឿយ៉ាងមាំទៅលើព្រះពុទ្ធសាសនាដែលនៅក្នុងនោះទៀតសោតប្រាង្គប្រាសាទនេះត្រូវបានបញ្ចុះឬក៏តម្កល់នៅព្រះពុទ្ធបដិមាជាច្រើនដែលមានតម្លៃរាប់មិនអស់នៅក្នុងនោះផងដែរមានព្រះពុទ្ធរូបមួយអង្គដែលមានរហស្សនាមថាជ័យពុទ្ធមហានាថដែលព្រះពុទ្ធរូបអង្គនេះគឺមានការសាងសង់ឡើងដោយផ្ទាំងរូបភាពដែលមាននាគបាទប្រក់មិនតែប្រក់នាគហើយព្រះពុទ្ធរូបនេះត្រូវបានបំផ្លិចបំផ្លាញក្រោយមកទៀតនៅពេលដែលការគ្រប់គ្រងក្រុងអង្គរត្រូវបានផ្លាស់ប្ដូរឬក៏ជំនាញជាការតមកទៀតរហូតដល់ក្រោយមកទៀតមានអ្នកស្រាវជ្រាវផ្សេងជាច្រើនជាពិសេសគឺជនជាតិបារាំងគាត់បានស្រាវជ្រាវឃើញព្រះបដិមានេះក៏បានរៀបចំកម្មវិធីផ្សេងអញ្ចឹងបកក្រោយវិញគឺប្រាសាទបាយ័នជាប្រាសាទមួយដែលតំណាងឲ្យនៅសេចក្តីថ្លៃថ្នូរហើយក៏ជាប្រាសាទមួយដែលបង្ហាញអំពីជីវិតពិតប្រចាំថ្ងៃនៃប្រជាពលរដ្ឋជាពិសេសគឺអ្នកដែលរស់នៅក្នុងអំឡុងនៃរជ្ជកាលព្រះបាទសូរ្យវរ្ម័នជ័យវរ្ម័នទី7នៅក្នុងសម័យនោះផងដែរអញ្ចឹងវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញជូនអំពីរូបភាពឬក៏រូបចម្លាក់ដែលមាននៅលើរូបឬក៏ជញ្ជាំងនៃប្រាសាទបាយ័នអញ្ចឹងថ្ងៃនេះសូមពំនាំអារម្មណ៍បងប្អូនប៉ុណ្ណេះដើម្បីបានមកទស្សនាហើយយើងនឹងរីករាយទស្សនាទាំងអស់គ្នាបាទអរគុណច្រើន